ខ្ញុំពិតជាចង់បានអាវធំមួយគូណាស់ដំបូងគាត់បានសុំឲ្យមេអំបៅដេវីឲ្យគាត់ប៉ុន្តែលោកស្រីបត់វ្លៃបាននិយាយថាលោកស្រីមិនដឹងពីរបៀបធ្វើសិប្បកម្មទេបន្ទាប់មកគាត់បានរកឃើញបង្កងនៅក្នុងទន្លេបង្កងនោះបាននិយាយថាវាអាចកាត់វាបានប៉ុន្តែអ្នកត្រូវស្លៀកអាវធំយើងត្រូវប្រមូលរុក្ខជាតិមួយប្រភេទហៅថា flash បន្ទាប់មកសត្វមូលបានស្ទូងដើមស្វាយចន្ទីហើយដាំវាក្នុងដីរាល់ថ្ងៃខ្ញុំតែងតែយួរធុងមួយដែលធ្វើពីផ្លែទុរេនស្រោចទឹកស្វាយចន្ទីនិងផងដែរបណ្ដេញសត្វល្អិតដែលព្យាយាមស៊ីស្មៅបន្ទាប់ពីការថែទាំយ៉ាងយកចិត្តទុកដាក់របស់មូ Amazon រីកចម្រើនយ៉ាងឆាប់រហ័សបន្ទាប់មកគាត់បានទាញបង្គោលយ៉ាម៉ាចេញពីដីចងភ្ជាប់គ្នាគាត់បានលើកបង្គោលយ៉ាម៉ាហើយដើរឆ្ពោះទៅកាន់ស្រះកណ្ដុរថ្មបានសុំជំនួយពីកង្កែបត្រាំដើមអាម៉ាហ្វូនទាំងនេះក្នុងទឹកកង្កែបចិត្តល្អបានលោតចូលទៅក្នុងទឹកជួយគាត់ញែកដើម Flax នៅក្នុងទឹកបង្កើនតំបន់ពុះបន្ទាប់មកពួកគេទាំងពីរនាក់បានរកឃើញថ្មធំមួយហើយបានគ្រប់វាទុកបន្ទាប់ពីត្រាំទឹករយៈពេល1ថ្ងៃ1យប់ដើមស្រូវបានក្លាយជាធន់ខ្លាំងណាស់មន្ត្រីបានដាក់ដើមក្តាមទាំងនេះនៅក្នុងពន្លឺថ្ងៃដើម្បីដុតដើម្បីកុំឲ្យគេលួចវាគាត់ដេកក្នុងចំណោមដើម Flax ទាំងនេះគេនិយាយថាសុភាសិតមួយឃ្លាដែលថាក្រោយពីទុក្ខលំបាកមកដល់សុភមង្គលត្រូវបានបន្សល់ទុកសំណាងល្អប្រកបជានឹងមកដល់អ្នកនៅពេលអនាគតដើម Flax ត្រូវបានស្ងួតនៅថ្ងៃបន្ទាប់មកគាត់បានអបគ្រាដែលគាត់បានរកឃើញសូមឲ្យសត្វគ្រាពុតដើម Flax ទាំងនេះគ្រាបានយកដើម Flax ហើយខំវាបន្ទាប់មកក្រុមប្រឹក្សាខែឧសភាបានខំដើម Flax រឹងរហូតដល់វាកោងបន្ទាប់មកឲ្យវាទៅកណ្ដុរថ្មទោះជាយ៉ាងណាក៏ដោយនៅពេលនេះសរសៃ Flax មិនទាន់ស័ក្តិសមសម្រាប់ធ្វើសម្លៀកបំពាក់នៅឡើយទេថ្មបន្ទាប់មកកណ្ដុរបានយកក្រណាត់សម្លីដែលកោងនោះទៅឲ្យសត្វ Hedgehog បានបង្ហាញចន្ទៈក្នុងការជួយកណ្ដុរថ្មបន្ទាប់មកកណ្ដុរថ្មបានអបដើមស្វាយចន្ទីគាត់បានវាយខ្នងគាត់យ៉ាងខ្លាំងរោមសត្វ Hedgehog ក្រណាត់សូត្រទាំងនេះត្រូវបានប្រែក្លាយទៅជាខ្សែសូត្រពណ៌សនៅចំណុចនេះខ្សែស្រឡាយទាំងនោះពិតជាច្របូកច្របល់ណាស់បន្ទាប់មកគាត់បានរកឃើញដង្កូវរោមសេះខណៈពេលកំពុងកាន់ខ្សែសូត្រដង្កូវសក់សេះបានជួយគាត់ជាមួយនឹងខ្សែស្រឡាយទាំងនេះវាត្រូវបានតម្រៀបជាបាល់នៃអំបោះបន្ទាប់ពីដោះដង្កូវរោមសេះចេញហើយត្រឡប់ក្រោយបន្ទាប់មកកណ្ដុរថ្មបានដាក់ដុំអំបោះចូលទៅក្នុងអន្ទាក់ពណ៌ខៀវរមៀលជុំវិញក្នុងគុម្ពោតដោយសារតែមែកឈើនិងស្លឹកឈើត្រូវបានគ្រប់ដណ្ដប់ដោយផ្លែបេរីពណ៌ខៀវខ្សែសូត្របានប្រែជាពណ៌ខៀវជំហានបន្ទាប់គឺត្បាញខ្សែស្រឡាយទាំងនេះទៅជាក្រណាត់ដូច្នេះហើយគាត់បានស្វែងរកពូជស្រមោចដែលមានជំនាញខាងត្បាញខ្ញុំបានពន្យល់ពួកគេពីតម្រូវការរបស់ខ្ញុំដើម្បីធ្វើឲ្យម៉ូពាក់អាវពណ៌ខៀវស្រមោចបានចាប់ផ្ដើមចែករំលែកប្រាក់ចំណេញហើយសហការគ្នាកាប់ដើមឈើនោះការធ្វើត្បាញនៅពេលដែលត្បាញរួចរាល់បន្ទាប់មកស្រមោចបានចាប់ផ្ដើមការងារត្បាញរបស់វាពីព្រោះនេះជាគម្រោងធំមួយគ្រួសារស្រមោចបានចល័តក្នុងរាជវង្សឈៀងពួកគេបានចាប់ផ្ដើមត្បាញក្រណាត់ហើយធ្វើការថែមម៉ោងគ្រាន់តែដើម្បីឲ្យខ្ញុំអាចឲ្យកណ្ដុរថ្មពាក់អាវធំបានលឿនជាងមុននៅទីបំផុតតាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ស្រមោចទីបំផុតពួកគេបានត្បាញក្រណាត់ពណ៌ខៀវមួយដុំកណ្ដុររំភើបចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឃើញវាបន្ទាប់មកដោយរមៀលក្រណាត់នោះឡើងពួកគេបានរកឃើញបង្កងតាមកម្ពស់របស់វាកាត់ក្រណាត់តាមទម្ងន់បន្ទាប់មកម៉ូដែលកាន់ក្រណាត់កាត់បានរកឃើញសត្វកុកគូសូមឲ្យគាត់ដេរអាវធំឲ្យខ្ញុំជាចុងក្រោយដោយមានជំនួយពីសត្វជាច្រើនប្រភេទទីបំផុតសត្វប្រជៀវបានស្លៀកសម្លៀកបំពាក់ដែលគាត់តែងតែស្រមៃចង់បានហើយគាត់បានស្លៀកសម្លៀកបំពាក់របស់គាត់ហើយចូលនៅត្រចចូលរួមខ្ញុំបានថតរូបដ៏ស្រស់ស្អាតមួយហើយបង្ហោះវានៅលើ WeChat Moments របស់ខ្ញុំ